សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបធ្វើ hamburger ឆ្ងាញ់នៅផ្ទះងាយស្រួលមែនទែនមិនបាច់ចាំទៅហាងហើយចំពោះគ្រឿងផ្សំគឺមានលក់នៅតាមទីផ្សារគ្រប់ store របស់ American ណាហើយជាពិសេស hamburger គឺត្រូវការនំប៉័ងហើយនឹងឈីម៉ាក់ល្អកុំយកអាម៉ាក់ថោកហើយចំពោះ bacon ដូចគ្នាដែរគឺយើងយកអាំងឲ្យឆ្អិនមកប៉ុន្តែចង់បញ្ជាក់បន្តិចណាតាមចំណង់ចំណូលចិត្តដែលអ្នកចង់ហូបតែប៉ុណ្ណោះហើយសាច់ hamburger យើងទិញយកឲ្យអត់ធុំក្លិនផ្សែងណាយើងយកអាសាច់ណាដែលឆ្ងាញ់ជាងគេយកមកធ្វើទៅនិយាយពីថា hamburger នេះគឺងាយស្រួលចម្អិនមែនទែនអត់លំបាកធ្វើទេអ្នកទាំងអស់គ្នាហើយជាពិសេសកូនចៅខ្ញុំគឺគាត់ចូលចិត្តហូបណាហើយខ្ញុំអាំងនំប៉័ងឲ្យក្រៀមមកបាទខ្ញុំយកមកលាបមេណេហើយខ្ញុំដាក់បន្លែដូចជាសាឡាត់ហើយនឹងប៉េងប៉ោះខ្ទឹមបារាំងហើយជ្រូករសក់យើងប្រើអាផ្អែមក៏បានអាចូរក៏បានតាមចំណង់ចំណូលចិត្តចំពោះ hamburger នេះវិញគឺរសជាតិឆ្ងាញ់មកអែម hamburger ដែលខ្ញុំកំពុងតែចម្អិននេះគឺរសជាតិឆ្ងាញ់ជាងនៅហាងទៀតពីព្រោះខ្ញុំប្រើឈីល្អហើយជាពិសេស bacon ហើយយើងប្រើនំប៉័ងដែលមានតម្លៃថ្លៃហើយឆ្ងាញ់